សូមក្រុមនេះជម្រាបសួរលោកស្រីយើងញ៉ាប្រិយមិត្តទីមេត្រីធ្វើបញ្ចុកគ្នាសាជាថ្មីជាមួយនឹងកម្មវិធី Extreme Cambodia Volleyball ហើយថ្ងៃនេះផងដែរក៏ជាថ្ងៃទិវាដង្គនអ្នកម្ដាយត្រូវនៅថ្ងៃច័ន្ទទី12 ខែឧសភាឆ្នាំ2025បាទហើយសូមជូនពរឲ្យអ្នកម្ដាយនៅទូទាំងប្រជាជាតិកម្ពុជាទូទាំងពិភពលោកសូមជូនប្រទេសតែនៅសេចក្តីសុខសេចក្តីចម្រើននិងពុទ្ធពរតឡាយ4ប្រការកុំបីឃ្លៀងឃ្លាតឡើយសូមឲ្យអ្នកម្ដាយគ្រប់រូបយកចិត្តគោលយកពីទឹកចិត្តនិងដឹងគុណនិងចំពោះកតញ្ញូចំពោះអ្នកម្ដាយគ្រប់រូបបាទនៅទូទាំងពិភពលោកបាទ Happy Monday Day 2025បាទនៅក្នុងសប្តាហ៍នេះការប្រកួតដ៏ជូរចែកបាទការប្រកួតវីដេអូតែម្ដងបាទហើយកម្មវិធីរបស់យើងរាល់សប្តាហ៍គឺមានការចាប់ផ្សាយជារៀងរាល់ថ្ងៃច័ន្ទចាប់ពីម៉ោង 11 ព្រឹកដល់ម៉ោង 1 រសៀលតាមរយៈបណ្ដាញសង្គមផ្លូវការកីឡាភូមិ Philly Sport ទៅដូចជាបណ្ដាញសង្គមផ្លូវការផងដែរយើងមិនអាចបំភ្លេចបានទេចំពោះមកចောက်ក្នុងកម្មវិធីដោយទឹកភាសាកម្ពុជាដើម្បីសុខភាពស្រស់ថ្លាអរគុណទៅដល់ Chef Express អរគុណទៅដល់ទឹកក្រញអាយស្កូឡារូបជីពទៅតែបញ្ជូនិងភេសជ្ជៈបើកម្លាំងវើកម្លាំងខាពីយូសូមគ្រប់បញ្ជូរីរីតែស្នាការប្រកួតដូចតទៅលោកស្រីនិងកញ្ញាជាទីមេត្រីសូមរីរីតែស្នាការប្រកួតសិតទី1អ្នកដែលរ៉ាប់រ៉ូស្វីតបូគេគឺស្វីតជំពីបាត់ឆ្វេងបាត់ចូលគេញ៉ាំឥឡូវប៉ាសេឲ្យម៉ាត់ឆ្វេងអូចូលកន្លោះបាត់ហើយបន្ទុកបានខាងបាត់ឆ្វេងបាត់ឥឡូវនេះស្វីជំពីបាត់ឆ្វេងបន្តទៀតបាទតាប្រឡងកន្លែងណាស្វីឲ្យកាន់តែច្រើននេះទៅហើយបន្ទុកនាំមកទៅលើម៉ាត់ឆ្វេងបាទចូលគេញ៉ាំឥឡូវប៉ាសេឲ្យម៉ាត់ឆ្វេងអូយកទលុបដៃរុចដៃទៅហើយបន្ទុកដូរប្រកាន់ម៉ាត់ឆ្វេងបាទឥឡូវនេះស្វីជំពីស្មាត់គីឡូខ្លាំងបាទទៅហើយបាទអូអត់ឆ្លងទេសម្លាញ់ទៅហើយបន្ទុកដូរមកខាងម៉ាត់ឆ្វេងវិញបាទចប់សិតទី1បាទបញ្ចប់សូមរំចាំតាមដានទេសនានៅការប្រកួតសិតទី2ជាបន្តទៀតលោកស្រីនិងកញ្ញាជាទីបតីសូមគោរពជម្រាបលាទេសនាការប្រកួតសិតទី2ស្វីជំពីបាត់ឆ្វេងបាទចូលកញ្ញាំឥឡូវនៅប៉ាសេឲ្យម៉ាត់ឆ្វេងជ្រុះបាល់អើយទលុបដៃបាត់ទៅហើយស្វីនេះបន្ទុកដូរមកខាងម៉ាត់ឆ្វេងបាទឥឡូវនេះស្វីចេញពីម៉ាត់ឆ្វេងបន្តទៅហើយនេះចូលកញ្ញាំឥឡូវនេះប៉ាសេឲ្យម៉ាត់ឆ្វេងបោះស៊ីបាទស្វមកវិញងាកមួយឲ្យម៉ាត់ឆ្វេងបោះស៊ីបាទទលាក់វាយស្វីអូច្របដៃបាត់ទៅហើយបន្ទុកដូរបានហាងក្រុមមហាផលបាទឥឡូវនេះបន្ទុកតាមស្មាស់ហើយឥឡូវនេះស្វីចេញពីម៉ាត់ឆ្វេងបន្តទៀតប្រឡងកន្លែងណាចាចូលកញ្ញាំឥឡូវនេះប៉ាសេឲ្យម៉ាត់ឆ្វេងច្រកបាំងច្រកអត់បាទមានដីទេទលាក់ដៃល្អបាទបន្ទុកដូរមកខាងម៉ាត់ឆ្វេងបាទអាសាពេលនៅក្នុងកម្មវិធី Extreme Cambodia Volleyball នេះសប្តាហ៍នេះបាទឈីជួបបណ្ដាទីបញ្ចប់ជួបគ្នានៅថ្ងៃច័ន្ទសប្តាហ៍ក្រោយស្ដាប់ពីនេះសូមអរគុណសូមជម្រាបលា